ក្រុងអរិយខ្សាត់កំពុងស្ថាបនាផ្លូវបេតុងលេខ 70B ប្រវែងជាង11គីឡូម៉ែត្រតភ្ជាប់ទៅកោះរះលោកអភិបាលក្រុងសំណុំពរពលរដ្ឋយោគយល់ចំពោះការរំខានក្នុងរដូវវស្សាក្រុងអរិយខ្សាត់ខេត្តកណ្ដាលគិតត្រឹមថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមគួរចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលតំបន់ត្រើយខាងកើតទន្លេទំមុខគឺក្រុងអរិយខ្សាត់កំពុងតែប្រែមុខមាត់ថ្មីយ៉ាងរហ័សតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងខ្វាត់ខ្វែងជាក់ស្ដែងរដ្ឋបាលក្រុងអរិយខ្សាត់ក្រោមការដឹកនាំផ្ទាល់របស់លោកចន្ទរាអភិបាលនៃគណៈអភិបាលក្រុងអរិយខ្សាត់កំពុងដំណើរការស្ថាបនាផ្លូវលេខ 70B ដែលជាខ្សែផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់មានប្រវែងបណ្ដោយជាង11គីឡូម៉ែត្រតភ្ជាប់ពីទីក្រុងអរិយខ្សាត់ឆ្ពោះទៅកាន់តំបន់កោះរះគួររំលឹកផងដែរថាផ្លូវលេខ 70B នេះកាលពីមុនគឺជាផ្លូវលំដីហុយដែលបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងការដឹកជញ្ជូនកសិផលនិងការធ្វើចរាចរណ៍ប្រចាំថ្ងៃជាពិសេសក្នុងរដូវវស្សាគឺរអិលនិងដក់ទឹកបង្កើតជាជំរកភក់ប៉ុន្តែនៅពេលនេះផ្លូវលំដ៏លំបាកមួយនេះកំពុងត្រូវបានប្រែក្លាយទៅជាផ្លូវបេតុងអាមេដ៏រឹងមាំនិងមានស្តង់ដារបច្ចេកទេសច្បាស់លាស់គម្រោងបច្ចេកទេសនៃការស្ថាបនាផ្លូវយោងតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសគម្រោងស្ថាបនាផ្លូវលេខ 70B នេះមានទំហំទទឹងសរុប20ម៉ែត្រដោយបែងចែករចនាសម្ព័ន្ធដូចខាងក្រោមសាច់ផ្លូវបេតុងមានទំហំទទឹង10ម៉ែត្រចាក់សងខាងចិញ្ចើមផ្លូវរៀបចំចាក់ថ្មមិចទំហំ 3.5 ម៉ែត្រប្រព័ន្ធរំដោះទឹករៀបចំដាក់លូបង្ហូរទឹកខ្នាតធំដែលមានទំហំមុខកាត់1ម៉ែត្រនិងមានកម្រាស់កម្រាលបេតុងលូមួយទឹកសងខាងផ្លូវដើម្បីការពារការលិចលង់ការរំខាននិងការសំណូមពរពីថ្នាក់ដឹកនាំក្រុងទន្ទឹមនឹងសកម្មភាពគ្រឿងចក្រកំពុងកាយដីនិងស្ថាបនាប្រព័ន្ធលូយ៉ាងសកម្មនេះគម្រោងអភិវឌ្ឍន៍មួយនេះក៏បានបង្កផលប៉ះពាល់និងការរំខានខ្លះៗជាបណ្ដោះអាសន្នដល់ការរស់នៅក៏ដូចជាការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសក្នុងអំឡុងពេលនេះជារដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំធ្វើឲ្យដីល្បាប់និងភក់លាយឡំគ្នាបង្កការលំបាកដល់ការធ្វើដំណើរចរាចរណ៍ទៅមកជុំវិញបញ្ហានេះលោកច័ន្ទតារាអភិបាលនៃគណៈអភិបាលក្រុងអរិយខ្សាត់បានសម្ដែងនូវការសុំទោសចំពោះការរំខាននិងបានធ្វើការសំណូមពរយ៉ាងទទូចទៅដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានការយោគយល់អធ្យាស្រ័យខ្ពស់និងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសដើម្បីឲ្យដំណើរការសាងសង់ផ្លូវមួយខ្សែនេះអាចបញ្ចប់ទៅបានក្នុងពេលឆាប់ៗខាងមុខលោកអភិបាលក្រុងបានសង្កត់ធ្ងន់ថាផលវិបាកនិងការលំបាកក្នុងការធ្វើដំណើរនាពេលបច្ចុប្បន្ននេះគឺជារឿងបណ្ដោះអាសន្នប៉ុណ្ណោះប៉ុន្តែក្រោយពេលដែលផ្លូវបេតុងលេខ 70B និងប្រព័ន្ធលូខ្សែកាត់នេះត្រូវបានស្ថាបនារួចរាល់វានឹងផ្ដល់ផលប្រយោជន៍ដ៏មហាសាលជួយសម្រួលដល់ការធ្វើដំណើរបង្កើនតម្លៃដីធ្លីនិងលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងអរិយខ្សាត់ទាំងមូលឲ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពសម្លេងត្រេកអរនឹងការដឹងគុណពីប្រជាពលរដ្ឋមូលដ្ឋានកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026ក្រុមការងារសហការីនៃអង្គភាពគេហទំព័រសារព័ត៌មានកោះឯករាជ្យបានចុះទៅដល់ទីតាំងការដ្ឋានស្ថាបនាផ្លូវផ្ទាល់និងបានជួបសម្ភាសជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវលេខ 70B នេះតាមរយៈការចុះពិនិត្យជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវក្តីរំភើបរីករាយនិងសាទរយ៉ាងក្រៃលែងចំពោះគម្រោងអភិវឌ្ឍផ្លូវបេតុងថ្មីនេះទោះបីជាបច្ចុប្បន្នត្រូវជួបការលំបាកនិងការរំខានខ្លះៗដោយសារភ្លៀងធ្លាក់និងភក់ដីក៏ដោយក៏ប្រជាពលរដ្ឋយល់ច្បាស់ពីផលប្រយោជន៍រយៈពេលវែងនិងបានបង្ហាញនូវស្មារតីយោគយល់អធ្យាស្រ័យខ្ពស់បំផុតនៅក្នុងឱកាសនោះផងដែរបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានឆ្លៀតប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមអភិបាលខេត្តកណ្ដាលព្រមទាំងលោកអភិបាលក្រុងអរិយស័ក្តិដែលមិនបោះបង់ចោលពលរដ្ឋនិងបាននាំយកសមិទ្ធផលដ៏ថ្លៃថ្លានេះមកជូនមូលដ្ឋានទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏បានបួងសួងនិងជូនពរជ័យសិរីសួស្តីជ័យមង្គលជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យមានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិក៏ដូចជាក្រុងអរិយស័ក្តិឲ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀតធ្វើសេចក្តីរាយការណ៍ពីខ្ញុំបាទ Red Dinet និងក្រុមការងារសហការីអង្គភាពគេហទំព័រសារព័ត៌មានកោះឯករាជ្យសូមគោរពអរគុណជំរាបសួរលោកអ៊ំបាទជំរាបសួរទាំងអស់គ្នាសុខសប្បាយជាទេលោកអ៊ំបាទសុខសប្បាយទាំងអស់គ្នាបាទខ្ញុំបាទមកពីសារព័ត៌មានកោះឯករាជ្យបាទពាក់ព័ន្ធនឹងការដែលធ្វើផ្លូវថ្នល់នេះនៅពេលដែលមុនដំបូងតើផ្លូវថ្នល់នេះវាមានកលុកឬមួយក៏យ៉ាងម៉េចដែរលោកអ៊ំអូកលុកលោកអ៊ំហ៎បាទវាមកជួបដៃយកលឿនចឹងអានចឹងទៅអូនបាទហើយនៅពេលដែលអភិបាលក្រុងលោកតែងតែចុះ
សួរសុខទុក្ខឬមួយក៏អភិវឌ្ឍផ្លូវថ្នល់នេះតើលោកអ៊ំមានចំណាប់អារម្មណ៍សប្បាយចិត្តដែរអត់ទេបាទនៅពេលដែលមានផ្លូវស្អាតបាទនៅពេលដែលមានផ្លូវស្អាតហ្នឹងបាទបាទធ្វើប្រព័ន្ធលូប្រព័ន្ធទឹកអីហ្នឹង បាទថាប៉ះពាល់នឹងវាបន្តិចបន្តួចវាមិនអត់ទេវាតែមានទេ បាទ មានបន្តិចមានបន្តួចគ្នាវាអត់មានកន្លែងថយវាជាតិវាអស់ដៃដែរនៅសមហេតុ3ម៉ែត្រវាមានប៉ះពាល់បន្តិចបន្តួចទេ អញ្ចឹងក្រោយពីការសាងសង់និងធ្វើផ្លូវថ្នល់នេះដោយអភិបាលក្រុងរេកសាត់ហ្នឹង បាទ បងប្អូនយើងនៅប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងតើគាត់មានចំណាប់អារម្មណ៍ឬមួយក៏មានទឹកចិត្តសប្បាយរីករាយទេនៅពេលដែលផ្លូវថ្នល់បានស្អាតបាទ សប្បាយចិត្ត អរគុណច្រើនបាទបាទហើយ គាត់បានផ្លូវថ្នល់ស្អាតជួយជីមានទឹកលូស្អាតអីគ្រប់កន្លងមកទឹកដាក់ពេញហ្នឹង បាទបាទ រាប់8ម៉ែត្រ ផ្លូវនេះកន្លងមកក៏លុកអម បាទក៏លុក អូ ពុជភ្លៀងមកគាត់បាច់គាត់ទាំងទាំងបាទ nói chuyện tình tình chơi nó ba thì cầm cái nắng tư cho kia lúc mê khum nó chứ cả cái nó bay mót បាទបាទ អូខាតខ្លះ បាទអរគុណច្រើនលោកអ៊ំជាទីបញ្ចប់នេះសូមលោកអ៊ំមានចំណាប់អារម្មណ៍ជូនពរលោកអភិបាលក្រុងយ៉ាងម៉េចដែរបាទ អូនឲ្យក្រុមនេះបាទតងមកđâyខ្សាត់ហ្នឹងឲ្យបានសុខភាពអាយុវែងប្រជជនយឺនយូរសុខភាពមាំមួនសាងទៀត បាទបាទបាទអរគុណលោកអ៊ំអរគុណច្រើនបាទតាំងនាងខ្ញុំជាក្រុមការងារសារព័ត៌មានកោះឯករាជ្យក៏សូមថ្លែងអំណរគុណទៅដល់លោកអ៊ំប្រុសអ៊ំស្រីទាំងអស់និងបងប្អូនដែលមានវត្តមានរស់នៅភូមិឃុំនេះផ្ទាល់បាទក្រុងនឹងផ្ទាល់បាទក៏សូមថ្លែងអំណរគុណដល់លោកអភិបាលក្រុងបាទដែលគាត់បានស្ថាបនាផ្លូវនេះឡើងឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយរលូនបាទអរគុណច្រើនបងប្អូន បាទ